រឿងខ្លាចាញ់ប្រាជ្ញគីងគក់និងអណ្ដើកកាលពីព្រេងនាយមានសត្វខ្លាមួយក្បាលវាកំពុងដើរស្វែងរកស៊ីតាមទម្លាប់វាលុះដើរទៅក៏ប្រទះនឹងសត្វគីងគក់មួយកំពុងលោតផ្លោតក៏ស្រែកសួរទៅថាយើបងគីងគក់តើបងឯងដើររកស៊ីអ្វីនឹងគីងគក់តបថាចុះបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីគីងគក់តបថាយើងក៏ដើររកស៊ីដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលោតម្ដងបានមួយស៊ុញដូចនេះតើចាប់សត្វអ្វីនឹងបានគីងគក់ក៏អួតអាត្មាដើម្បីឲ្យខ្លាកោតខ្លាចថាយើថ្វីបើឃើញយើងលោតតិចដូចនេះមែនតើបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចក្តីធំប៉ុណ្ណាក្តីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដោយសម្ដីថានេះមែនយើងលោតប្រឡងគ្នាពីត្រើយព្រែកម្ខាងទៅត្រើយម្ខាងទៀតមើលបើបងឯងលោតឆ្លងដល់យើងជឿថាពូកែមែនគីងគក់ជាសត្វមានប្រាជ្ញគិតឃើញថាសត្វខ្លានេះតែកាលណាវារៀបនឹងលោតវារមែងចោលកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលមុនវានឹងលោតទៅនោះទើបគីងគក់តបទៅថាខ្លាចអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថាលោតត្រូវបងឯងលោតទៅចោះខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតគីងគក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះធ្វើកិរិយាយ៉ាងណាដែរក៏ព្រមសន្យាទៅឈរនៅពីមុខគីងគក់ឯគីងគក់ការខ្លាមកឈរពីមុខឃើញពេលល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីងគក់ស្រែកថាហាលោតហើយវាក៏ខំកន្ទុយខ្លាជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេចអំណាចកន្ទុយខ្លាវត្តទៅមុខនោះដោយទាំងគីងគក់ទៅផងដូចជាដុំដីដែលគេចោលនឹងឈើទំពក់ធ្លាក់ហួកទៅមុខខ្លាស្ទើរតានឹងស្លាប់ខ្លាក៏មិនអាចដឹងបានប្រែប្រានទៅខាងក្រោយវិញស្រែកហៅថាបងគីងគក់អើយឆាប់លោតមកគីងគក់ឆ្លើយគូកនៅឯនេះហើយខ្លាឮគីងគក់ឆ្លើយពីមុខដូច្នោះក៏ថាបងគីងគក់ពូកែមែនហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនទាន់ឃើញរឹតបងឯងនៅឡើយបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតគីងគក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះបានសត្វប៉ុន្មានចាំមកជួបគ្នានៅកន្លែងនេះយើងនឹងរើសសាច់នោះលបងគ្នាមើលតើអ្នកណាច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងឯគីងគក់ក្រោយខ្លាចេញទៅនោះខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេព្រោះធ្លាប់តែចាប់ជន្លេននិងស្រមោចសង្អាលោតបន្តិចទៅឃើញមានឆ្អងមួយដុំប៉ុនក្រាប់សណ្ដែកក៏លេបឆ្អងនោះចូលទៅលោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវលេបថែមទៅទៀតលោតបន្តិចទៅទៀតឃើញគ្រាប់អង្ក្រែមអង្ក្រមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពេញពោះរួចក៏ត្រឡប់វើមកចាំខ្លាខាងទីដដែលវិញឯខ្លាកាលបើស្វែងរកសត្វបានសពគ្រប់ហើយក៏ត្រឡប់មកឯកន្លែងដើមតាមសន្យាលុះមកដល់ឃើញគីងគក់អង្គុយចពុកក៏សួរថាយើគីងគក់មកដល់ហើយហ่ะគីងគក់តបថាយើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប៉ុន្មានមុខបងឯងរើសសាច់នាជាច្រើនមុខប្រាប់គីងគក់រើសចេញអស់ទើបប្រាប់ថាអស់តែប៉ុណ្ណេះហើយគីងគក់រើសចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើសទន្លាក់ឆ្អងមកមុនគេខ្លាសួរថាសត្វអីបងគីងគក់ថានឹងគេហៅថាគៀសរមួយខ្លាស្ដាប់មិនបានអង្វរថាកុំនិយាយបាលីបាគូបងសូមប្រាប់ជាសម្រាយទៅគីងគក់ប្រាប់ថានេះកុយរមាស់ខ្លាក៏កោតថាយើខំដល់ទៅរមាស់ផងទី2រើសឆ្អឹងត្រីស្លាតចេញមកទៀតខ្លាសួរថាសត្វអីសស្គុះដូចនេះបង
គីងគក់ប្រាប់ថាផ្លេដំរីសុកខ្លាថាអានិតធើកុំនិយាយបាលីបាគូអ្វីគីងគក់ថានឹងគេហៅថាភ្លុកដំរីសខ្លារឹតកាកោតថាអាយ៉ាលេងដល់ភ្លុកដំរីសទៀតផងចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបងគីងគក់ថាយើអស់ប៉ុណ្ណឹងអ្នកម៉ែនៅច្រើនមុខណាស់បងឯងចាំតែរាប់ទៅទី3រើសទម្លាក់គ្រាប់អង្ក្រេមអង្ក្រមចេញមកខ្លាសួរថាសត្វអ្វីក្រហមផងខ្មៅផងដូច្នេះគីងគក់តបថាផ្នាអាក្លេកខ្លាថាសូមនិយាយជាសម្រាយទៅវិញមើលគីងគក់តបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគីងគក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារត់ភ័យខ្លាំងឡើងទៀតចេះតែរត់ទៅគីងគក់ខំដេញតាមពីក្រោយលុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកមួយអណ្ដើកសួរថាបងម៉ាំងកាយេរត់ទៅណាគីងគក់ថាបងអណ្ដើកគឺខ្ញុំកំពុងដេញតាមខ្លាវារត់ទៅមិញបងប្រទះឃើញដែរទេអណ្ដើកថាឃើញវារត់ទៅហើយបាទដូច្នេះខ្ញុំជួយតាមគីងគក់និងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងុំពួនលើគុម្ពឫស្សីអណ្ដើកឃើញស្រែកផ្អាក់ទៅគីងគក់ថាវានៅទីនេះទេគីងគក់ថាបងឯងចាំនៅត្រង់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ខំឡើងតាមវល័យនិងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោកអណ្ដើកថាកើតអ្វីបងគីងគក់ថាខ្ញុំចុះមកបោចវល័យយកទៅចងវាតែម្ដងខ្លាឮដូច្នោះស្ទុះលោតចុះរត់ទៅទៀតទៅឃើញដើមឈើមួយដើមធំក៏ត្រេកអរខំឡើងទៅនៅសំងុំមិនអោយសត្វទាំងពីរដឹងឯគីងគក់និងអណ្ដើកខំតាមដានពីដានទៅបាត់ដានត្រង់ដើមឈើនោះមើលលឺឃើញឯខ្លាពួនក្រាបនៅលើមែកឈើក្រមៀមទើបស្រែកប្រាប់គ្នាថាកូនយើងវានៅទីនេះទេគីងគក់ប្រាប់ថាបងអណ្ដើកឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ខំប្រវេប្រវាឡើងទៅជិតប្រកាបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់មកដីដោយទាំងខ្លួនមកដល់ដីអណ្ដើកឃើញសួរថាយ៉ាងម៉េចហើយបងគីងគក់ថាខ្ញុំគិតរលំឈើនេះវិញឲ្យដួលមកនឹងចាប់វាអណ្ដើកបោទង្គិចគល់ឈើនោះឮសូរពករួចគីងគក់ធ្វើបញ្ចេញសំឡេងឮតែក្រតហើយស្រែកបន្ថទៀតថាចិត្តរលំឈើហើយខ្លាឮថាវារលំទទួលក្រឡេកមើលទៅលើឃើញពពករសាទលឿនស្លៃស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ធ្វើជាងដែកខ្លាចូលទៅសំពាក់តាចាស់នោះថាសូមឲ្យជួយយកអាយុខ្ញុំថងត្បិតគីងគក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតតាចាស់តបទៅនឹងខ្លាថានៅចុះសើមអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យអាគីងគក់អណ្ដើកធ្វើអ្វីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនគេខ្លាប្រាប់តាចាស់ថាអ៊ុញណាស់មកទៀតហើយតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសពខ្លាំងទៅខ្លារឹតតែសពខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះបានយកទ្រពគូតអង្គុយហើយថាឆ្ងាញ់ហើយថ្ងៃនេះចាំតែធ្វើដែករួចសើមស្ងោបន្តិចឃើញគីងគក់ទៅដល់ទៀតហើយខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកផ្សាយចងស្នាប់ផ្ទាប់នឹងចង្កេះទៅខ្លាធ្វើតាមឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែពើតរស់កោសកំបិតភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តោកនៅកណ្ដាលវាលគីងគក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថាបងអណ្ដើកឯងមើលខាងក្រៅមើលអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអរព្រួចហើយអាចក្បាលចូលទៅក្នុងជើងខោខំក្រឹបដោយចង្គូមដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបះជើងច្រោងគីងគក់ស្រែកថាទៅកូនយើងដួលមួយហើយខ្លាដួលតាចាស់
ក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផងគីងគោះដេញតាមទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅគីងគក់ស្រែកឲ្យអណ្ដើកថាបងប្រយ័ត្នខំស្តាក់កុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាឮដូច្នោះលោតទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលិចស្លាប់បាត់ទៅគំនិតអប់រំក្នុងរឿងនេះគឺផ្ចាញ់កម្លាំងកាយដោយកម្លាំងប្រាជ្ញផ្ចាញ់មនុស្សក្លៀវខ្លាដោយការអង្អាចរឿងដង្កូវនិងក្អែកកាលពីព្រេងនាយមានដង្កូវតូចមួយរស់នៅក្រោមដើមឈើធំមួយជិតវាលស្រែដង្កូវនោះមានសម្បត្តិគឺឧស្សាហ៍ព្យាយាមនិងអត់ធ្មត់រៀងរាល់ថ្ងៃវាខំឡើងលើស្លឹកឈើដើម្បីស្វែងរកអាហារទោះបីជាវាដើរយឺតនិងហត់នឿយក៏ដោយនៅលើមែកឈើខាងលើមានក្អែកមួយរស់នៅក្អែកនោះមានសំឡេងខ្លាំងហើយចូលចិត្តអួតអាងរៀងរាល់ថ្ងៃពេលឃើញដង្កូវវាយឺតក្អែកតែងសើចចំអកហើយនិយាយថាអើយដង្កូវអើយឯងយឺតណាស់មើលខ្ញុំទៅហក់តែបន្តិចក៏ទៅដល់គ្រប់ទីកន្លែងហើយដង្កូវមិនឆ្លើយតបនឹងពាក្យចំអកទាំងនោះទេវាបន្តខំប្រឹងវាទៅមុខដោយស្ងៀមស្ងាត់វានិយាយក្នុងចិត្តថាទោះខ្ញុំយឺតក៏ខ្ញុំមិនឈប់ព្យាយាមដែរមួយថ្ងៃមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ពេញព្រៃក្អែកហោះទៅឆ្ងាយដោយមិនប្រុងប្រយ័ត្នទើបត្រូវខ្យល់បោកធ្លាក់ចុះមកដីហើយរងរបួសស្លាប់មិនអាចហោះបានទៀតវាភ័យខ្លាចនឹងឃ្លានអាហារដង្កូវដែលនៅជិតនោះបានឃើញក្អែករងទុក្ខក៏វាទៅជួយហើយនិយាយថាកុំភ័យអីខ្ញុំនឹងជួយញាក់ដង្កូវបានទៅរកស្លឹកឈើទុននិងអាហារតូចមកឲ្យក្អែករហូតដល់ក្អែកមានកម្លាំងឡើងវិញក្អែកមានអារម្មណ៍អៀនខ្មាស់ណាស់ហើយនិយាយថាខ្ញុំធ្លាប់សើចចំអកញាក់ប៉ុន្តែញាក់វិញមានចិត្តល្អនិងមេត្តាករុណាខ្ញុំបានរៀនមេរៀនដ៏មានតម្លៃហើយពីថ្ងៃនោះមកក្អែកមិនសើចចំអកញាក់ដទៃទៀតឡើយហើយដង្កូវក៏បន្តរស់នៅដោយភាពឧស្សាហ៍ព្យាយាមដដែល គតិបណ្ឌិតក្នុងរឿងនេះគឺ 1. កុំមើលងាយអ្នកដទៃដោយសារតែសមត្ថភាពឬរូបរាង 2. អ្នកដែលឧស្សាហ៍ព្យាយាមនិងមានចិត្តល្អនឹងទទួលបានការគោរពនិងជោគជ័យជានិច្ចរឿងស្វាឆ្នាតនិងទន្សាយស្មោះនៅក្នុងព្រៃធំមួយដែលសម្បូរទៅដោយដើមឈើខៀវស្រងាត់និងសត្វព្រៃជាច្រើនមានស្វាមួយឈ្មោះស្វាឆ្លាតនិងទន្សាយតូចមួយឈ្មោះទន្សាយស្មោះស្វាឆ្លាតមានប្រាជ្ញាតែមានទម្លាប់អួតអាងនិងចូលចិត្តយកប្រាជ្ញាខ្លួនទៅបោកញាក់ដទៃផ្ទុយទៅវិញទន្សាយស្មោះមានចិត្តល្អស្មោះត្រង់និងខិតខំធ្វើការដោយសុចរិតទោះបីមិនសូវឆ្លាតក៏ដោយមួយថ្ងៃព្រៃនោះជួបគ្រោះរាំងស្ងួតយូរខ្លាំងផ្លែឈើក៏តិចស្មៅក៏ស្ងួតសត្វទាំងឡាយកំពុងពិបាករកអាហារស្វាឆ្លាតបាននិយាយទៅកាន់សត្វទាំងអស់ថាខ្ញុំមានគំនិតល្អអាចជួយឲ្យយើងទាំងអស់គ្នារកអាហារបានប៉ុន្តែអ្នកណាចង់តាមខ្ញុំត្រូវស្ដាប់ខ្ញុំគ្រប់យ៉ាងសត្វជាច្រើនជឿស្វាព្រោះគិតថាស្វាឆ្លាតតែទន្សាយស្មោះវិញមិនបាននិយាយអ្វីទេគ្រាន់តែសង្កេតមើលស្វានាំសត្វទៅកាន់ដើមឈើធំមួយហើយនិយាយថាមានផ្លែឈើកំពុងលាក់ខ្លួននៅលើចុងកំពូលច្រើនណាស់ប៉ុន្តែពេលសត្វទាំងអស់ឡើងទៅគឺមិនមានអ្វីឡើយស្វាបានយកឱកាសនោះក៏បានលួចយកអាហារតិចតួចដែលសត្វផ្សេងមានសល់ហើយរត់គេចខ្លួនបាត់
សត្វទាំងឡាយខឹងនិងសោកស្ដាយណាស់ទុនសាយស្មោះបាននិយាយដោយសំឡេងតិចៗថាសូមយើងទាំងអស់គ្នាកុំអស់សង្ឃឹមនិងបាក់ទឹកចិត្តអីបើគ្នាជួយគ្នាធ្វើដោយស្មោះត្រង់យើងនឹងឆ្លងកាត់ការលំបាកនេះបានទុនសាយនាំសត្វទាំងអស់ទៅរកទីកន្លែងដែលវាធ្លាប់ឃើញឫសឈើនិងស្មៃស្រស់នៅជិតដងទន្លេតូចមួយទោះអាហារមិនច្រើនប៉ុន្តែគ្រប់គ្នាចែករំលែកគ្នាដោយស្មើភាពមិនយូរប៉ុន្មានភ្លៀងក៏ធ្លាក់មកវិញព្រៃក៏រស់ឡើងវិញថ្ងៃមួយស្វាឆ្លាតដែលបានរត់គេចខ្លួនត្រឡប់មកវិញដោយអស់កម្លាំងនិងឃ្លានខ្លាំងវាសុំទោសសត្វទាំងអស់និងទទួលស្គាល់កំហុសរបស់ខ្លួនទុនសាយស្មោះបាននិយាយដោយសំឡេងតិចៗថាប្រាជ្ញាមិនមានតម្លៃបើមានសុចរិតនិងចិត្តល្អបើយើងរៀនពីកំហុសហើយធ្វើល្អវានឹងធ្វើឲ្យជីវិតល្អប្រសើរឡើងវិញសត្វទាំងឡាយបានអភិប័យទោសឲ្យស្វាហើយស្វាក៏ផ្លាស់ប្ដូរខ្លួនคล้ายជាសត្វដែលចេះជួយគេនិងស្មោះត្រង់ជាងមុនគំនិតអប់រំក្នុងរឿងនេះគឺប្រាជ្ញាគួរតែដើរជាមួយសុចរិតនិងចិត្តល្អការស្មោះត្រង់និងការចែករំលែកគឺជាគន្លឹះការរស់នៅរួមគ្នាដោយសុខសាន្តរឿងខ្លានិងកណ្ដុរកាលពីសម័យដើមមុនពេលមានភូមិឃុំនិងផ្លូវថ្នល់ច្រើនដូចសព្វថ្ងៃមានព្រៃធំមួយសម្បូរទៅដោយសត្វព្រៃគ្រប់ប្រភេទក្នុងព្រៃនោះមានខ្លាមួយឈ្មោះខ្លាខៀវដែលមានកម្លាំងខ្លាំងឆ្លាតវៃហើយគ្រប់សត្វទាំងអស់សុទ្ធតែខ្លាចវាខ្លាខៀវគិតថាខ្លួនឯងជាស្ដេចព្រៃមិនចាំបាច់គោរពឬស្ដាប់ណានាទាំងអស់ឡើយនៅជ្រុងតូចមួយនៃព្រៃនោះក៏មានកណ្ដុរតូចមួយរស់នៅក្នុងរណ្ដីកណ្ដុរនោះឈ្មោះកណ្ដុរសវាមានរាងតូចប៉ុន្តែមានចិត្តល្អស្មោះត្រង់និងមិនដែលមើលងាយអ្នកដទៃទេទោះបីវាតូចក៏ដោយវាតែងជួយសត្វដទៃតាមកម្លាំងតិចតួចដែលវាមានថ្ងៃមួយខ្លាខៀវដើរតាមព្រៃដើម្បីរកអាហារប៉ុន្តែដោយមិនប្រុងប្រយ័ត្នវាបានជាប់ក្នុងអន្ទាក់អ្នកលក់សត្វព្រៃខ្លាខៀវព្យាយាមរុញទាញនិងខំអន្ទាក់ប៉ុន្តែអាសកម្លាំងក៏មិនអាចរួចខ្លួនបានឡើយខ្លាខៀវចាប់ផ្ដើមភ័យខ្លាចព្រោះគិតថាខ្លួនអាចត្រូវមនុស្សមកចាប់យកទៅកាប់សាច់លក់នៅពេលនោះកណ្ដុរល្អក៏បានឮសំឡេងខ្លារអ៊ូទៅដោយការឈឺចាប់វាដើរចេញពីរន្ធយ៉ាងប្រុងប្រយ័ត្នហើយឃើញខ្លាខៀវកំពុងជួបអន្ទាក់ខ្លាខៀវឃើញកណ្ដុរតូចក៏សើចចំអកថាកណ្ដុរតូចអើយអ្នកអាចជួយខ្ញុំបានអ្វីបានអ្នកតូចប៉ុណ្នេះកណ្ដុរសមិនខឹងទេវាប្រាប់ដោយសម្ដីទន់ធ្លន់ថាទោះខ្ញុំតូចក៏ដោយខ្ញុំសូមសាកល្បងជួយអ្នកសិននិយាយហើយកណ្ដុរសបានចាប់ផ្ដើមខំខ្សែអន្ទាក់ដោយធ្មេញតូចៗរបស់វាខំយ៉ាងអត់ធ្មត់អស់ពេលយូរទើបខ្សែអន្ទាក់ដាច់ហើយខ្លាខៀវក៏រួចខ្លួនតែខ្លាខៀវភ្ញាក់ផានិងអៀនខ្លួនខ្លាំងណាស់វាមិននឹកស្មានថាសត្វតូចដែលខ្លួនបានមើលងាយនោះអាចជួយសង្គ្រោះជីវិតខ្លួនបានខ្លាខៀវនិយាយដោយសំឡេងទន់ភ្លន់ថាខ្ញុំសូមទោសចំពោះការមើលងាយអ្នកថ្ងៃនេះខ្ញុំបានរៀនមេរៀនជីវិតដ៏ធំមួយចាប់តាំងពីថ្ងៃនោះមកខ្លាខៀវបានផ្លាស់ប្ដូរអាកប្បកិរិយាវាមិនមើលងាយសត្វតូចទៀតទេហើយតែងជួយគ្នាទៅវិញទៅមកក្នុងព្រៃនោះក៏คล้ายជាកន្លែងសុខសាន្តមានមិត្តភាពនិងការគោរពគ្នាជានិច្ចគំនិតអប់រំក្នុងរឿងនេះគឺកុំមើលងាយអ្នកដទៃដោយសារតែភាពតូចឬភាពខ្សោយព្រោះមនុស្សឬសត្វគ្រប់រូបសុទ្ធតែមានតម្លៃនិងអាចជួយគ្នាបាននៅពេលណាមួយជឿពុំខានឡើយ